គ្នាថ្ងៃហ្នឹងខ្ញុំមកសម្ភាសបងប្អូនធ្វើការនៅគឺ24ណាសួស្ដីបងស្រីបងឥឡូវហ្នឹងយើងកំពុងតែនៅសាខាណាដែរនៅសាខាបឹងតបែកបងនៅចំទល់មុខសាលាវិទ្យាល័យបឹងតបែកបងសាខាបឹងតបែកនេះពីម៉ោងប៉ុន្មានថ្ងៃណាដែលមានបងគាត់មកច្រើនហ្មងណាច្រើនជាងគេបងមាននៅថ្ងៃអាទិត្យថ្ងៃសៅរ៍ម៉ោង4អីមក4ល្ងាចហ៎បងសិនជាឧទាហរណ៍ថាភ្ញៀវគាត់មកគ្រី24លើកទី1ហ្មងណាថាគាត់អត់ចេះរបៀបក្នុងការបោកមិនអីមិនទេបើសិនជាភ្ញៀវមកលើកទី1ជាបុគ្គលិកខ្ញុំទៅសួរគាត់មកបងបរៀនគាត់ដាក់សាប៊ូទឹកក្អោបទិញកាក់ទិញអីរបៀបបោករបៀបស្ងួតអីចឹងហ៎បងយល់បងចុះបើគាត់អត់មានពេលងួតទៀតទេបងដូចថាគ្រាន់តែបោកឲ្យគាត់ទៅក្រៅអត់ចង់អង្គុយចាំអញ្ចឹងអាហ្នឹងបងអាចជួយដាក់ឲ្យគាត់បានឬក៏ទុកនៅក្នុងម៉ាស៊ីនចោលបងទូទៅអាហ្នឹងតាមភ្ញៀវដែរបងទើបតែមានការអនុញ្ញាតពីភ្ញៀវទើបយើងអាចប៉ះពើឲ្យគាត់យកទៅសង្ងួតឲ្យឬក៏ច្រកថងឲ្យគាត់ចឹងហ៎បងនៅអ្នកគ្នាវីដេអូនោះមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាអ្នកគ្នាចង់រកកន្លែងបោកគក់សម្ងួតក្នុងរយៈពេលតែ1ម៉ោងអ្នកគ្នាអាចយកមកបោកនៅClean 24បាយបាយអ្នកគ្នាអរគុណ